ធានាធិបតីលោក Donald Trump បានគម្រាមថាសហរដ្ឋអាមេរិកនឹងកំទេចស្ពានឬរងចក្រអគ្គិសនីរបស់អ៊ីរ៉ង់រាល់ពេលដែលកងកម្លាំងប្រទេសនេះវាយប្រហារលើនាវានៅក្នុងច្រកសមុទ្រ Hormuz លោកបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថាគោលដៅសក្តានុពលនឹងរួមបញ្ចូលទាំងទីតាំងដែលស្ថិតនៅក្បែរឬនៅក្នុងរដ្ឋធានីតេរ៉ង់ផងដែរការឆ្លើយតបខាងយោធានឹងត្រូវធ្វើឡើងចំពោះរាល់ទម្រង់នៃការវាយប្រហារលើការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះមិនថាដោយមីស៊ីល Rugen drone ឬឧបករណ៍ឬអាវុធផ្សេងទៀតនោះទេការគម្រាមកំហែងរបស់លោកបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ចំនួន11យប់ជាប់គ្នាខណៈដែលទីក្រុងតេរ៉ង់បានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសត្រូវបានធ្វើសកម្មភាពនៅក្នុងរដ្ឋធានីតេរ៉ង់ការផ្ទុះក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុងតាប្រីសភាគពាយមកំពង់ផែចាមបាហានិងកូណារ៉ាងភាគអាគ្នេយ៍និងនៅក្នុងទីក្រុងប៊ូសេហឺភាគខាងត្បូងដែលជាកន្លែងតាំងនៅរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់ដែលបានវាយប្រហារទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមជ្ឈមបូព៌ារបស់ខ្លួនបានព្រមានអំពីការសងសឹកបន្ទាប់ពីលោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរក្រមដីមួយនៅក្បែរតំបន់ណាតាន់ក្នុងពេលឆាប់នេះកងទ័ពរបស់ប្រទេសគុយវេតបាននិយាយកាលពីថ្ងៃពុធថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាំការវាយប្រហារដោយដ្រូនពីអ៊ីរ៉ង់ខណៈដែលបារ៉ែននិងសូដានីបាននិយាយថាពួកគេក៏បានស្ទាក់ចាំការវាយប្រហារដោយដ្រូននិងមីស៊ីលផងដែររដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកនឹងការពារនាវាដែលឆ្លងកាត់ច្រកសមុទ្រដែលរងការបំផ្ទុះលោកបានបន្ថែមថាមន្ត្រីអាមេរិកបើកចំហចំពោះការទូតប៉ុន្តែអ៊ីរ៉ង់ហាក់ដូចជាមិនមានភាពម៉ឺងម៉ាត់ចំពោះរឿងនោះទេតម្លៃប្រេងបានហក់ឡើងដើម្បីឆ្លើយតបនឹងការបង្កើនកម្រិតចំនួនចុងក្រោយនេះដោយបានឡើងដល់$94កាលពីថ្ងៃពុធអ្នកចរចាកម្ពុជារបស់អ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានព្រមានសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃពុធថាសម័យកាលនៃសង្គ្រាមនេះនឹងច្បាស់ណាស់គឺទាំងអស់គ្នាឬគ្មាននរណាម្នាក់នៅក្នុងតំបន់ដែលយើងមិនអាចលក់ប្រេងបានក៏នឹងមិនមាននរណាម្នាក់អាចលក់ប្រេងបានដែរប្រសិនបើសន្តិសុខរបស់យើងមិនត្រូវបានធានានោះគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយនឹងមានសុវត្ថិភាពឡើយហើយសន្តិសុខនៃច្រកសមុទ្រនេះគឺអាស្រ័យលើការអវត្តមាននៃកងកម្លាំងអាមេរិកយើងបាននិយាយម្ដងហើយម្ដងទៀតថាស្ថានភាពនៃច្រកសមុទ្រនឹងមិនត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញឡើយនេះបើតាមលោក Ghalibaf បានសរសេរនៅលើបណ្ដាញសង្គម X មុននេះលោក Rubio បាននិយាយថាទីក្រុង Washington នៅតែមានឆន្ទៈចូលរួមក្នុងការទូតជាមួយទីក្រុងតេរ៉ង់ប៉ុន្តែបានបន្ថែមថាលោកមិនជឿថាអ៊ីរ៉ង់មានភាពម៉ឺងម៉ាត់ក្នុងការចរចានោះទេហើយប្រធានាធិបតីអាមេរិកបាននិយាយថាគោលដៅយោធាបន្ទាប់អាចជាតំបន់ស្មុគស្មាញមួយដែលគេស្គាល់ថាជាភ្នំ Picard ដែលជាទីតាំងនុយក្លេអ៊ែរក្រោមដីដែលសង្ស័យថាអ៊ីរ៉ង់កំពុងសាងសង់រោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរដែលមិនបានប្រកាសលោកត្រាំក៏បានគម្រាមចាត់ការក្រុមឧទាមហ៊ូទីប្រសិនបើក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែនមួយនេះអនុវត្តតាមការគម្រាមកំហែងបិទគប់កំពង់ផែរបស់អារ៉ាប៊ីសាអូឌីតមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទីម្នាក់កាលពីដើមឡើយបាននិយាយថាពួកគេកំពុងបិទច្រកសមុទ្របាប់អាល់ម៉ាន់ដាំដែលជាច្រកទ្វារភាគខាងត្បូងនៃសមុទ្រក្រហមចំពោះនាវារបស់អារ៉ាប៊ីសាអូឌីតសមុទ្រក្រហមបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពីអារ៉ាប៊ីសាអូឌីតក្នុងអំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដែលបានបណ្ដាលឲ្យមានការបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ូទីនាវាដឹកប្រេង2គ្រឿងដែលទើបតែផ្ទុកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតឆ្ពោះទៅកាន់ប្រទេសចិននិងឥណ្ឌានៅកំពង់ផែយ៉ាន់ប៊ូនៃសមុទ្រក្រហមបានបដូរទិសដៅត្រឡប់ក្រោយកាលពីថ្ងៃអង្គារដោយធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជ័យស៊ុយអែវិញនេះបើតាមក្រុមគ្រប់គ្រងហានិភ័យដែនសមុទ្រអង់គ្លេសវ៉ាន់កានការគម្រាមកំហែងពីក្រុមហ៊ូទីប្រជុំនឹងការរំខានបន្ថែមទៀតដល់ការដឹកជញ្ជូនអន្តរជាតិខណៈដែលអរិភាពនៅក្នុងតំបន់បានបណ្ដាលឲ្យតម្លៃប្រេងពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងរួចទៅហើយអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានចុះទៅលេខាលើអនុស្សរណៈនៃការយោគយល់គ្នា MOU កាលពីខែមិថុនាដើម្បីបញ្ឈប់ប្រតិបត្តិការយោធានិងបកច្រកសមុទ្រ Hormuz ឡើងវិញក៏ដូចជាឈានទៅដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមក្នុងរយៈពេល60ថ្ងៃបន្ទាប់ប៉ុន្តែរយៈពេល3សប្តាហ៍បន្ទាប់ពីការចុះហត្ថលេខាលោកត្រាំបានប្រកាសថាបទឆបាញ់នេះត្រូវបានបញ្ចប់បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅក្នុងច្រកសមុទ្រ Hormuz និងការវាយប្រហារតបវិញរបស់សហរដ្ឋអាមេរិកសង្គ្រាមជាមួយអ៊ីរ៉ង់បានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ប្រហែល$37.5 លានរហូតមកដល់ពេលនេះដែលជាការកើនឡើងជិត$8,000 លានចាប់តាំងពីការប៉ាន់ប្រមាណចុងក្រោយកាលពីខែឧសភានេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pat Hegseth បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការបង្ហាញខ្លួនចំពោះមុខគណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាលោក Hegseth បាននិយាយថាការហ្វឹកហ្វឺនយោធានឹងត្រូវកាត់បន្ថយលុះត្រាតែសមាជិកសភាអនុម័តការបង្កើនថវិកាបន្ទាន់សមាជិកសភាបកសាធារណរដ្ឋនៅក្នុងសហ
ភាតំណាងរាជការពីថ្ងៃពុធបានអនុម័តកញ្ចប់ថវិកាចំនួន$95,000 លានដែលភាគច្រើនទៅលើការផ្ដល់មូលនិធិសម្រាប់សង្គ្រាមអ៊ីរ៉ង់ប៉ុន្តែក៏រួមបញ្ចូលផងដែរនៅសេចក្តីព្រាងច្បាប់ដែលគាំទ្រដោយលោកត្រាំស្ដីពីការផ្លាស់ប្ដូរបទបញ្ញត្តិបោះឆ្នោតនៅសហរដ្ឋអាមេរិកវិធានការនេះត្រូវបានអនុម័តដោយមានការគាំទ្រពីបកសាធារណរដ្ឋប៉ុណ្ណោះហើយកំពុងប្រជុំនឹងការលំបាននៅក្នុងព្រឹទ្ធសភាដែលមានការបែងចែកសម្លេងយ៉ាងប្រកៀកប្រកិនសមាជិកព្រឹទ្ធសភាបកសាធារណរដ្ឋលោក John Thun កាលពីថ្ងៃអង្គារបានការពីតម្រូវការហិរញ្ញវត្ថុដោយរដ្ឋបាលលោកត្រាំដោយលើកឡើងថាអ៊ីរ៉ង់កំពុងរំលោភច្បាប់អន្តរជាតិដោយការបិទផ្លូវនាវាចរនិងច្រកសមុទ្រ Hormuz ហើយលោកត្រាំគឺធ្វើឡើងតាមអំណាចដែលខ្លួនមានចំពោះសំណើសុំថវិកាលោកបាននិយាយថាទន្ទឹមនឹងនេះខ្ញុំគិតថាពួកយើងភាគច្រើនយ៉ាងហោចណាស់ជឿជាក់ថាយើងគួរតែគ្រប់គ្រងបុរសនិងស្ត្រីដែលកំពុងគ្រងឯកសណ្ឋានរបស់យើងហើយសង្ឃឹមនឹងបួងសួងឲ្យពួកគេទទួលបានជោគជ័យលោកត្រាំបានចូលរួមក្នុងពិធីទទួលសមយុទ្ធជនដោយកិត្តិយសកាលពីថ្ងៃពុធនៅទីក្រុង Dover រដ្ឋ Delaware សម្រាប់សមយុទ្ធជនអាមេរិកដែលត្រូវបានបាត់បង់ជីវិតនាពេលថ្មីនេះនៅមជ្ឈមបូព៌ាមុននេះលោកបាននិយាយថាអ៊ីរ៉ង់នឹងត្រូវសងការខូចខាតចំពោះការបាត់បង់ជីវិតជនជាតិអាមេរិករាប់សិបដងកាលពីថ្ងៃអង្គារបញ្ចកោណបានបញ្ចេញឈ្មោះទាហានទី4ដែលត្រូវបានគេជឿថាត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះស្ថាប័ននេះបាននិយាយថាពលបាលត្រី Angel S. Rampersad អាយុ28ឆ្នាំដែលពីមុនត្រូវបានប្រកាសថាបាត់ខ្លួនបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេសសូដានីត្រូវបានគេជឿថាបានស្លាប់រួមជាមួយមនុស្ស2នាក់ផ្សេងទៀតនៅក្នុងការវាយប្រហារតែមួយនោះ